bát bằng pháo này lan mà thường đi XLE bà full option bao tập bộ khang cả đã có tớp tại cắt do màu pin mà cha đau to thế camera record ấy nấu tổng bà do máu reset memory hay bông pro cònไป IQ នេះគាត់ឲ្យជួយជួយតេស្តឲ្យគាត់ថាគាត់ឲ្យចេះមើលឡានទេអញ្ចឹងសំខាន់ត្រូវតេស្តមើលម៉ាស៊ីនប្រអប់លេខជូនគាត់សាច់ដៃ data ប្រវត្តិក្នុងក្រៅហើយនឹងឯកសារសិនខ្លាំងៗត្រូវមើលជូនគាត់មកចប់អញ្ចឹងណាបាទ process នេះគឺកំពុងតែយករថយន្តទៅរត់តេស្តថាតើម៉ាស៊ីនរបស់វាធ្វើការបានល្អអត់ប្រអប់លេខរត់ smooth ជន់ទៅមិនងាងម៉ាស៊ីនថយទៅមុខទៅក្រោយអីស្រួលបួលអីដែរអត់អញ្ចឹងទៅបងប្អូនអញ្ចឹងណា process នៃការមើលឡានមួយជាបឋមយើងមើលទៅលើសាច់ដែកទឹកថ្នាំរបស់ឡានហើយយើងត្រូវមើលបាតមើលសាច់ដៃគ្រប់កឡុកកលាទាំងអស់មើលម៉ាស៊ីនប្រអប់លេខជាបឋមនៅកន្លែងការ៉ាសិនមើលមកចប់ប៉ុណ្ណឹងតេស្តតិចតួចអីមកហើយ process ទី2យើងយកមករត់សាកត្រូវចាត់ឲ្យចាំយកតឡើងប៉ងបន្ទាប់ពីឡើងប៉ងយើងត្រូវឡើងប៉ងមើលបាតមើលជើងក្រោមកឡុកកលាលេវកស៊ូធ្លាយលេចអីដែរអត់បន្ទាប់ពី process ប៉ុណ្ណឹងហើយទើបយើងយកមកកន្លែងវិញយើងទៅចែកតម្លៃគ្នាហើយត្រួតពិនិត្យឯកសារសិនឬខ្លាំងខ្លាយដើម្បីឲ្យច្បាស់ការទិញបានឡានស្អាតហើយត្រឹមត្រូវទៀតណាហើយកន្លែងនេះខ្ញុំមកដល់កន្លែងប៉ងត្រូវឡើងប៉ងមើលសិនហើយឡាននេះផែនភិនភាកពីខាងក្រោយអត់បុកទេតែវារៀងកាលនេះបាទកាលកន្លែងកង់សកួរខាងក្រោមនឹងមិនបន្តិចតែអត់ប៉ះពាល់ទ្រង់ទ្រាយរហូតដល់ទ្រុសធ្លាយបែកកាវបែកអីផ្សេងៗគឺនៅទាំងអស់តែម្ដងហើយផែនភិនភាកឡានទាំងអស់កាលណាយើងចុចកាវវាទ្របការពារនៅខាងក្រោមនឹងទុនឡានប្រើតិចអីមិនបាច់សង្កេតម៉ៃគីឡូអីទេព្រោះមកដល់ស្រុកខ្មែរយើងជាទូទៅគេតម្លាក់ឲ្យឡាននោះបាទហើយមើលសាក់ស៊ីមើលអីគេទៅបងប្អូនអត់ពុកអត់ចិត្តអីទេដោយសារតែបងប្អូនយើងចង់បានគីឡូតិចបាទអញ្ចឹងគេតម្លាក់ឲ្យតិចឲ្យទៅណាបាទហើយបងប្អូនមើលគ្រប់កឡុកកលាតខាងក្រោយអត់បុកអត់ប៉ះអីទេហើយឡានបាទគ្រឿងបង្គំហើយកន្លែងនេះដែលត្រូវមើលជាងគេឡានណាដូចឡានណាម៉ាកណាដូចម៉ាកណាដែរត្រូវយកចិត្តទុកដាក់កន្លែងហ្នឹងខ្លាំងជាងគេបំផុតពុកច្រេះខ្លាំងជាងគេគឺនៅកន្លែងហ្នឹងមកណាព្រោះប្រឡោះហ្នឹងច្រើនតែបាត់បាទច្រើនតែបាត់ឆ្នុកចូលដីចូលអីចឹងទៅកង់ផាយទៅគឺឆាប់ច្រេះឆាប់ពុកហើយដាននេះកាយៅបានដាតរបស់គេឆ្វេងស្ដាំអីនៅស្មើទាំងអស់ខាងក្រោមអីចឹងណាបងប្អូនបាទនេះផែនភិនភាកលក្ខណៈឡានមួយគ្រឿងនេះខ្ញុំជួយឆែកគាត់ហើយត្រូវឡើងប៉ងមើលអញ្ចឹង process ដូចដែលខ្ញុំបានប្រាប់មិញអញ្ចឹងណាបាទហើយបន្ទាប់មកចង់បង្ហាញបងប្អូននៅប្លុកម៉ាស៊ីនបន្តិចធ្នឹមខាងមុខហ្នឹងមានបុកមានប៉ះអីដែរឬក៏អត់ទេស្មាមានកាយៅមានដាននៅច្បាស់អត់ហើមអត់ប្រេះណាអត់ហើមអត់ប្រេះទេបាទហើយសម្រាប់តិចកន្លែងដោះតើកបោលម៉ាស៊ីនធ្លាប់ដោះធ្លាប់អីដែរឬក៏អត់អីចឹងទៅក្លុកកលៀតកន្លែងហ្នឹងវាបោទៅប្រហុយថ្នាំឡើងវិញអត់ទេណោះយើងត្រូវឆែកមើលអញ្ចឹងមកតង់អញ្ចឹងពេលយើងមើលឡានណាបាទយើងត្រូវឆែកមើលធ្នឹមឆែកមើលតាមតិចមានដានដោះមានដានប្រហុយថ្នាំឡើងវិញអត់បាទបើប្រហុយមូលហេតុអីស្មានេះឡើងប្រេះឡើងអីដែរអត់ម៉ាស៊ីនហ្នឹងយើងតេស្តមើលធ្លាក់ហើយដែរឬក៏អត់អីចឹងទៅណោះបាទហើយនេះឡានហ្នឹងម្ចាស់គាត់ទិញกระดาษពូនមកគាត់ទិញមករៀងស្អាតដែរហើយបងប្អូនមើលកន្លុកកលៀតកន្លែងនេះនៅឡើងថ្មីឡានដៃកន្លែងហ្នឹងថ្មីស្ទើរតែមិនដែលជួបសម្រាប់បទពិសោធន៍នៃការមើលរបស់ខ្ញុំណាបាទកន្លែងហ្នឹងច្រើនតែឡើងច្រេះឡើងស្នឹមឡើងកៅអែលតិចតួចអីចឹងទៅឡាននេះកន្លុកកលៀតសាច់ដៃទូទៅគឺស្អាតម្ចាស់គាត់ប្រាប់ថាទៅកម្មវិធីគេឲ្យតែមេឃភ្លៀងអត់ជិះទៅទេជិះតុកហើយខ្លាចប្រឡាក់ឡានហើយបើមកវិញចៃដន្យភ្លៀងទៅនេះទៅនោះអីគឺបាញ់ទឹកលាងសម្អាតកាត់យប់ហ្នឹងបានយកចូលផ្ទះបានយកទុកក្នុងផ្ទះអញ្ចឹងបានផែនភិនភាកសាច់ដៃកន្លុកកលៀតបាតទូទៅមើលទៅគឺស្អាតប្លែកមែនតើបងប្អូនឡានបាទទិញប៉ះមួយចំបានឡានអ្នកថែអញ្ចឹងល្អប្រើណាស់បងប្អូនអើយបាទតិចចិត្តបាទហើយបងប្អូនដឹងហើយថាបច្ចុប្បន្នពណ៌ស XLE តម្លៃរបស់វាគឺខ្លាំង18កន្លះ19កន្លះហើយពណ៌សឡានស្អាតណាបាទនេះចូលមកដល់ការ៉ាស់វិញហើយបងប្អូនបាទអរគុណច្រើនសម្រាប់ការទេសនាត្រូវការឆែកប្រវត្តិឡានតំណឆែកជាមួយនឹង page IT Auto Check បងប្អូនអ្នកជិះឡានបន្តត្រូវការលក់តម្លាក់ព័ត៌មានមកខ្ញុំបានណាអរគុណច្រើនបងប្អូនដែលចំណាយពេលវេលាដ៏មាន